Bà sau đâyបងប្អូននេះខ្ញុំក៏ចង់បង្ហាញថា AI វាអាចជួយបង្កើតនៅ portal មួយដែលខ្ញុំហៅថា Charging Score Pro website នេះជា portal មួយដែលយើងអាចអនុញ្ញាតឲ្យ user បង្កើត account sign up មកហើយ sign in ហើយពួកគាត់អាចបង្កើតជា event ហើយគាត់អាចបង្កើតset up ជា event ហោហាយ៉ាងមកហើយដាក់ participant ចូលហើយបង្កើត account ឲ្យ judge ហើយ judge គាត់អាច log in ចូលទៅកាន់ portal មួយនេះដែលដាក់បន្ទុកបាននេះគឺ build ចេញពី AI ទាំងស្រុងហើយនេះគឺជា source code ដែល build ដោយ AI ណាបាទខ្ញុំអត់ចេះទេអាចមើលបានបើសួរខ្ញុំអត់ចេះទេណាអញ្ចឹងវាមាន issue bla 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 អញ្ចឹងទៅអានេះមុនដំបូងវា log in បានមិនដែល AI នឹងថាវាធ្វើអីទេបានវាទៅជា invalid password ប៉ុន្តែ it doesn't matter ព្រោះអាហ្នឹងយើងនឹង fix វាបានក្នុងរយៈពេលបន្តិចទៀតអញ្ចឹងខ្ញុំ log in ឲ្យអ្នកនរគ្នាមើលអ្នកនរគ្នាអាច sign up បានណាបាទ sign up ក៏ work log in ក៏ work ណាជាមួយខ្ញុំ log in អូខេអញ្ចឹង log in ណាគឺចូលហើយបាទអញ្ចឹងវាមាន dashboard ណាវាមានអីរៀបចំឲ្យយើងមកស្អាតណាយើងចាំតិចបន្ទាប់មកយើងអាចបង្កើត event បាននេះ create event បាទអញ្ចឹងអីគឺវាដើរទាំងអស់ហើយបាទនៅក្នុងការបង្កើត event ហ្នឹងឥឡូវខ្ញុំមកមើល event ដែលខ្ញុំបានបង្កើតហើយខ្ញុំគាត់ទៅចុចលើ event មួយហ្នឹងវានឹងចេញថាឈ្មោះ event ដែលយើងដាក់មាន description ថ្ងៃ event ថ្ងៃណាជាប្រភេទ event អីអានេះគឺយើងអាចបន្ថែមបានព្រោះវាជា fix ទេយើងអាចធ្វើជា setting ឲ្យគាត់ add នៅនឹងក៏បានដែរហើយ mark participant យើងកំណត់យកប្រមាណហើយប្រមាណសម្រាប់ឲ្យគាត់ទៅលើ event ហ្នឹងឧទាហរណ៍ថាយើងធ្វើជា presentation ឬក៏ pitch អញ្ចឹងយើងឲ្យគាត់5នាទី10នាទីអញ្ចឹង judge ក៏គាត់មានពេលទៅតាមហ្នឹងដែរហើយយើងអាច set event ជាលក្ខណៈ complete account អីយ៉ាងជាដើមណាបាទអញ្ចឹងវាងាយស្រួលមែនតើហើយ scoring នេះគឺយើងអាចដាក់ទៅតាមប្រភេទcategory បានដាក់បន្ទុកតាមនឹងបានអីបានយើងចង់ remove យើងចង់ add category ថ្មីក៏បានដែរហើយនេះគឺយើងអាចបិទ comment ចាច់បានទៀតណាហើយ real time នៅលើអីហ្នឹងគឺ AI ធ្វើយើងទាំងអស់ហើយវាមាន web socket មានអីទៀតហើយយើងអាច manage participant អញ្ចឹងបើយើងចូលទៅក្នុង participant យើងគ្រាន់តែចុចលើហ្នឹងទៅបាទវានឹង load participant មកឲ្យយើងហើយបាទតែយើងអាចបន្ថែមទៀតបានហើយ participant យើងអាចលុបយើងអាច edit អាច upload រូបបានទៀតបាទហើយខ្ញុំដាក់រូបមួយសិនអញ្ចឹងពីខ្ញុំណាខ្ញុំគិតថា AI ធ្វើបានប៉ុណ្ណេះគឺbetter ហើយ better អញ្ចឹងខ្ញុំ save រូបណាបាទអញ្ចឹងវា load រូបនេះមកបាទគឺយើងអាចធ្វើបានបាទឥឡូវខ្ញុំមក manage charge វិញណា charge អញ្ចឹង charge នេះក៏មាន page ខ្លួនឯងហើយមានឈ្មោះមានអីអញ្ចឹងទៅណាយើងអាចដាក់វាអញ្ចឹងបានហើយ load ពិសេសមួយទៀតហ្នឹងគឺពេលដែលយើងបង្កើត charge មកគឺវាមាន email វាមានអីវាមានជាលក្ខណៈ password ឲ្យយើងតែម្ដងហើយ QR មួយនេះយើងអាច download វាហើយ download លុយណាពេលដែល download យើងចុចមើលទៅវា load ឃើញទេដូចនេះអញ្ចឹងយើង save វាដាក់ចូលក្នុងទូរស័ព្ទទៅយើងអាច upload QR ហ្នឹងដើម្បី log in ជា charge ក៏បានដែរបើមិនអញ្ចឹងទេយើងគ្រាន់តែ scan ពេលដែលឧទាហរណ៍ថាយើងបើក computer ដែលមាន webcam មានអីយើងគ្រាន់តែសូ QR ហ្នឹងទៅវា auto log in បានលុយណានេះខ្ញុំឲ្យមើលចាច់ log in យើងអាច log in ជាលក្ខណៈ email អញ្ចឹងក៏បានយើងប្រើជាលក្ខណៈ QR open camera មកដោយសារម៉ាស៊ីននេះអត់មានកាមេរ៉ាទេហើយអានេះយើងអាច upload QR ក៏បានអញ្ចឹងវាពិតជាល្អបាទហើយអានេះបើយើងមើលទៅបើឲ្យមនុស្សយើងទៅសេមិនក៏មួយខែពីរខែដែរបាទហើយមិនប្រកាសថាដូចទៅសេបានដូចអ្វីដែលនេះដែរយើងចង់បានដែរអញ្ចឹងដោយសារមិញវាត្រូវការ session របស់ judge អញ្ចឹងណាអញ្ចឹងពេលដែលខ្ញុំនេះចឹងទៅវា log វានៅអត់តន់ដើរស្រួលទេ
lại nâng chân trái còn ai cho một đạo tụ đại bản thế chân nơi so thường ăn tràn hay nơi so từ trái tê đại miền bánh hai cho mỗi lần session tích và đây trong hai nhà nó như tha AI việc ai thừa những bàn trong một phần năng đại hỏi hay có bởi sân dễ chuyên mô những PGM to say build from scratch គឺយើងអាច build something ដែល more than that បានហើយកុំថា AI ឥឡូវធ្វើអីអត់បានណាឥឡូវខ្ញុំចង់បង្ហាញប៉ុណ្ណឹងគឺធ្វើបានច្រើនហើយអរគុណវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណ